នេះជួបរបស់ពិតអីបងប្អូនបាទឡានព្រុស010យកមកធ្វើជើងក្រោមឡាននេះគឺពុកខ្ទេចតែម្ដងហ្នឹងហើយជើងក្រោមគឺពុកខ្ទេចតែម្ដងនិយាយទៅលួយគ្រប់កន្លែងជើងក្រោមណាហ្នឹងហើយដោយសារឡានដែលប្រើនៅរដ្ឋត្រជាក់ចឹងហើយតែពេលយកមកលក់នៅស្រុកខ្មែរយើងជិះបានតែមួយរយៈគឺវាពុកច្រេះអស់តែម្ដងហើយឡាននេះតែធ្វើឲ្យដល់គេលក់ចេញហើយបងប្អូនអញ្ចឹងអ្នកដែលទិញក្រោយប្រយ័ត្នប្រយែងផងបាទប្រយ័ត្នប្រយែងផងហើយពេលដែលទិញឡានយើងគួរតែចេះមើលទាំងជើងក្រោមទាំងក្លុកក្លៀបផ្សេងទាំងអស់ណាហើយបើមិនច្បាស់ទេយើងគួរតែរកគេជួយមើលទៅបាទរកគេជួយមើលទៅជូនគេតិចតួចយើងឲ្យគេទៅជាវាងការទិញហើយប៉ះឡានចែបងប្អូនបាទឡាននេះគឺបើសិនជាឃើញផ្ទាល់មិនដឹងថាឡាននេះលួយវល់តែម្ដងហ្នឹងហើយខ្ញុំមិនថតឲ្យពេញទៅទេខ្មោចម្ចាស់គេអន់ចិត្តហ្នឹងហើយអញ្ចឹងថតប៉ុណ្ណឹងប្រាប់បងប្អូនហើយក៏ជាសារដាស់តឿនមកដែរថាបើទិញឡានបងប្អូនបាទតម្លៃរាប់ម៉ឺនហើយយើងរោមនុស្សម្នាក់បាទតែទុកចិត្តយកទៅជួយមើលទៅណាបាទជិះវៀងការទិញទៅប៉ះឡានដែលយកមកដូចអេតចៃបងប្អូនឡាននេះសាច់ផ្ទាល់គឺអេតចៃសុទ្ធហ្មងបងប្អូន